ជំរាបសួរបងប្អូនតោះមកធ្វើម្ហូបងាយៗជាមួយខ្ញុំទាំងអស់គ្នាអានេះខ្ញុំមានទឹកក្រហមមកក្បាលទម្ងន់1គីឡូខ្ញុំលាងទឹកឲ្យស្អាតកោសជ្រះអំបិលហើយបាត់ក្លិនបាត់អីហើយខ្ញុំដាក់ចំហុយហើយហាន់ខ្ញីទូចញាត់ក្នុងពោះត្រីដាក់ចំហុយផងធ្វើបែបនេះដើម្បីកាត់បន្ថយក្លិនឆ្អាបរបស់ត្រីហើយគ្រឿងផ្សំបន្តទៀតហ្នឹងមានការ៉ុតជាមួយនឹងមីសួរចាមីសួរប្រើម្ដុំលាងទឹកឲ្យស្អាតមកត្រាំលាងទឹកឲ្យស្អាតទៅហើយការ៉ុតយើងគូឈូសវាជាសៃចាដើម្បីយកទៅដាក់ចំហុយកំឡុងពេលរងចាំត្រីចំហុយឆ្អិនខ្ញុំក៏មកលាយគ្រឿងដើម្បីយកទៅស្រូបជាមួយនឹងត្រីចំហុយនឹងផងដែរអញ្ចឹងគ្រឿងរបស់ខ្ញុំប្រើទឹកប៉េងប៉ោះមួយស្លាបព្រាបាយហើយបន្ទាប់មកអំបិលមួយចិបប៊ីចេងស្ករទឹកស៊ីអ៊ីវបន្តិចហើយប្រេងខ្យងប្រហែលជាមួយស្លាបព្រាបាយដែរហើយខ្ញុំបន្ថែមជាមួយនឹងទឹកធម្មតាខ្លះដែរយើងអាចលៃមកល្មមរសជាតិថាត្រូវស្រូបជាមួយនឹងត្រីរបស់យើងហើយជាមួយនឹងមីសួរក៏ដូចជាការ៉ុតបន្លែដែលយើងដាក់ហ្នឹងបងប្អូនមកល្មមរសជាតិយើងអាចភ្លក់មើលបន្តិចក៏បានដែរចាដើម្បីឲ្យយើងដឹងរសជាតិវាល្មមឬមួយក៏នៅអញ្ចឹងណាចាខ្ញុំធ្វើទឹកត្រីនឹងរួចហើយចាខ្ញុំទុកម្ល៉េះសិនទៅខ្ញុំងាកមកតែចំហុយរបស់នាងខ្ញុំហ្នឹងគឺថាវាល្មមឆ្អិនណាស់ហើយចាខ្ញុំគិតថាវាល្មមឆ្អិនហើយខ្ញុំក៏ដកប្រទេសហ្នឹងចេញដោយសារខ្ញុំអត់ដាក់មានឆ្នាំងចំហុយទេអញ្ចឹងហើយខ្ញុំដាក់ទ្រាប់អាហ្នឹងតែម្ដងចាហើយបន្ទាប់មកទៀតខ្ញុំបន្ថែមទឹកវាបន្តិចព្រោះថាត្រីហ្នឹងវាដូចអត់ទាន់ឆ្អិន 100% វាបានត្រឹម 80% អីអញ្ចឹងណាចាហើយបន្ទាប់មកទៀតខ្ញុំក៏បន្ថែមជាមួយនឹងដើមខ្ទឹមខ្យល់ហើយនឹងមីសួរជាមួយនឹងការ៉ុតដែលខ្ញុំបានលាយហ្នឹងហើយបន្ថែមជាមួយនឹងស្លឹកខ្ទឹមជីវ៉ាន់ស៊ុយដាក់ចំហុយនៅក្នុងហ្នឹងតែម្ដងចានិយាយទៅខ្ញុំចំហុយបន្ថែមទៀតរយៈពេលប្រហែលជា10នាទីអីទៀតដែរបងប្អូនចាំមកល្មមការ៉ុតហើយជាមួយនឹងសរសៃមីសួររបស់យើងទុនឆ្អិនល្អចាបងប្អូនអាចមើលបានអញ្ចឹងអាហ្នឹងយើងញ៉ាំអាចដុតភ្លើងពីក្រោមហើយបើករេងទៅហើយយើងញ៉ាំក្តៅរសជាតិឆ្ងាញ់មែនតែនចាអត់តលន់ទេរសជាតិឆ្ងាញ់យើងញ៉ាំជាមួយនឹងបាយក៏បានញ៉ាំលេងក៏បានដែរបងប្អូនអាចសាកល្បងធ្វើបានសាច់ត្រីនេះខ្ញុំមើលទៅគឺវាឆ្អិនល្អហ្មងវាអត់យូរពេកដែលធ្វើឲ្យសាច់ត្រីរបស់យើងឡើងខ្សោះរសជាតិទេមកល្មមឆ្ងាញ់តែម្ដងចាំបងប្អូនកុំភ្លេចសាកធ្វើទាំងអស់គ្នាណាអរគុណ